อันนี้อยู่บอลខ្ញុំទេណាបាទខ្ញុំយល់ថាការធ្វើในระเบียบนั้นมันแม้นการบังคับลัทธิប្រជាធិបតេយ្យឲ្យប្រជាប្រដ្ឋរៀនសូត្រទេវិទ្យុស៊ីស្រីទៅកណ្ដាលវិញអាដាមនេះនីតិខ្ញុំយល់សុំអាដាមនេះខ្ញុំកំពុងតែបន្តការផ្សាយរបស់បាទអាដាមសុំមេត្តាសុំបិទម៉ៃរបស់គាត់ផងចាំខ្ញុំអនុញ្ញាតឲ្យគាត់និយាយចាប់បានបាទខ្ញុំសូមអានតទៀតសុំទោសដែលគាត់បានមកកាត់ខ្ញុំបាទក្នុងករណីខាងលើនេះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវធ្វើការបែងចែកអាសនៈដែលនៅទំនេរនោះក្នុងរយៈពេលយ៉ាងយូរ7ថ្ងៃទៅឲ្យគណៈបកនយោបាយផ្សេងដែលទទួលបានអាសនៈក្នុងខេត្តក្រុងជាមួយដោយមិនគិតបញ្ចូលគណៈបកនយោបាយដែលបោះបង់នោះបាទនេះគឺជាច្បាប់100មាត្រា118ចំណុចងយោងតាមអត្ថន័យនៃមាត្រាច្បាប់បោះឆ្នោតគោចបអាចធ្វើការបែងចែកអាសនៈឬដកយកអាសនៈរបស់គណៈបកមួយទៅឲ្យគណៈបកនយោបាយមួយទៀតលុះត្រាតែគណៈបកណាមួយនោះប្រកាសបោះបង់ចោលអាសនៈក្រោយពីជាប់ឆ្នោតបាទនេះហាក់ដូចជាខុសពីអ្វីដែលលោកនាយករដ្ឋមន្ត្រីបានថ្លែងហើយនឹងខុសពីអ្វីដែលអាដាមឈៀងវុនបានថ្លែងអំបញ្ញមិញនេះបាទពាក្យកលឹះដែលតាក់ទងទៅនឹងគតិយុត្តក្នុងមាត្រា118ចំណុចងនៃច្បាប់បោះឆ្នោតគឺត្រង់ថាប្រកាសបោះបង់ចោលអាសនៈប៉ុន្តែក្រោយការបោះឆ្នោតថ្ងៃទី28កក្កដារហូតមកដល់ពេលនេះគណៈបកសង្គ្រោះជាតិដែលរដ្ឋាភិបាលប្រកាសថាទទួលបានអាសនៈចំនួន55នោះមិនបានប្រកាសបោះបង់ចោលអាសនៈជាប់ឆ្នោតក្នុងសភារបស់ខ្លួនទេហើយគ្មានមាត្រាណាផ្សេងទៀតទាំងក្នុងច្បាប់បោះឆ្នោតនិងរដ្ឋធម្មនុញ្ញដែលចែងផ្សេងពីនេះឬសរសេរថាអាចបើកសម័យប្រជុំរដ្ឋសភាលើកដំបូងបានទោះជាមានតំណាងរាស្ត្រជាប់ឆ្នោតតិចជាង100រូបក៏ដោយចុះបាទតកតងនឹងទស្សនវិជ្ជាផ្លូវច្បាប់ចំពោះថាតើគោរមឬចំនួនតំណាងរាស្ត្រជាប់ឆ្នោតប្រមាណអ្នកដែលអាចបើកសម័យប្រជុំលើកដំបូងក្នុងសភានៃនីកាលទី5នៃនីកាលទី5ក្រោយការបោះឆ្នោតកាលពីថ្ងៃទី28កក្កដានោះលោកមេធាវីសុកសំអឿនដែលជានាយកប្រតិបត្តិនៃអង្គការការពារសិទ្ធិមនុស្សកម្ពុជាមានប្រសាសន៍នៅក្នុងនីតិវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរីកាលពីប្រមាណថ្ងៃមុនថារដ្ឋធម្មនុញ្ញដែលជាច្បាប់កម្ពុជានៃប្រទេសកម្ពុជាតម្រូវឲ្យមានតំណាងរាស្ត្រជាប់ឆ្នោតយ៉ាងតិច120រូបបាទសូមអញ្ជើញស្ដាប់ប្រសាសន៍របស់លោកសុកសំអឿនបាទលោកសុកសំអឿនបាទតើទទួលស្គាល់ថាដូចជាតំណាងរាស្ត្របានតើមិនសំខាន់គឺត្រូវតែមាន120នាក់ស្បត់តាមបញ្ជីគោចបដែលឲ្យស្បត់ចូលជាស្បត់ជាតំណាងរាស្ត្រសិនហើយនេះបន្ទាប់ពីដែលមានតំណាងរាស្ត្រ120នាក់លោកស្បត់ចូលជាតំណាងរាស្ត្រហើយនៅពេលនោះរដ្ឋសភាកើតឡើងហើយបានស្អីផ្សេងទៀតអាចកើតឡើងដូចយើងមើលនៅក្នុងមាត្រា82ថ្មីគេប្រើពាក្យរដ្ឋសភាបើកសម័យប្រជុំដំបូង60ថ្ងៃយ៉ាងយូរក្រោយពីបោះឆ្នោតតាមការកោះប្រជុំរងបរិយាកាសដូចជារដ្ឋសភាទេដែលត្រូវកោះប្រជុំហើយយកបើសិនជាអត់ស្បត់អត់បានកុំ120មិនឲ្យរដ្ឋសភាកើតតែឆេះឃ្លៀផ្សេងទៀតមិនមែនមានន័យថាឲ្យតែគឺត្រូវតែទោះបី60ឲ្យតែបាន63នាក់បើកសម័យប្រជុំដំបូងបានមិនមែនអញ្ចឹងទេអត់បានទេលុះត្រាតែបង្កើតរដ្ឋសភាសិនព្រោះតែច្បាប់រដ្ឋធម្មនុញ្ញរបស់យើងហ្នឹងគឺយើងប្រើហៅថាសភានិយមដូច្នេះតើសភាកើតសិនបានសភាអាចបង្កើតរដ្ឋាភិបាលបានបើអត់តន់មាន120នាក់បង្កើតជារដ្ឋាភិបាលទេគឺរដ្ឋាភិបាលក៏មិនអាចកើតចេញបានដែរបាទលោកនាងជាទីមេត្រីលោកនាងទៅបានស្ដាប់ប្រសាសន៍របស់មេធាវីសុកសំអឿនបាទនៅក្នុងនោះគាត់បានមានប្រសាសន៍ថារដ្ឋធម្មនុញ្ញមាត្រា82ថ្មីចែងថាតំណាងរាស្ត្រទាំងអស់ត្រូវធ្វើសច្ចាប្រណិធានមុនចូលការតំណែងដោយមានខ្លឹមសារចែងក្នុងឧបសម្ព័ន្ធ5នៃរដ្ឋធម្មនុញ្ញពាក្យកន្លឹះក៏ត្រង់ថាតំណាងរាស្ត្រទាំងអស់ហើយចំនួនតំណាងរាស្ត្រទាំងអស់ដូចយើងបានដឹងហើយមានយ៉ាងតិច120រូបនឹងតាមមាត្រា76បាទដូច្នេះបើមិនមានតំណាងរាស្ត្រទាំងអស់គឺយ៉ាងតិច120រូបដែលរដ្ឋធម្មនុញ្ញតម្រូវយ៉ាងចាំបាច់ឲ្យស្បត់សច្ចាប្រណិធានទេគឺមិនអាចកើតចេញជារដ្ឋសភាបានទេហើយបើមិនមានសភាកើតបានទេរដ្ឋាភិបាលមួយដែលមាននាយករដ្ឋមន្ត្រីជាក្បាលម៉ាស៊ីនក៏មិនអាចកើតឡើងបានដែរបាទនេះគឺជាការបកស្រាយរបស់អ្នកច្បាប់ហើយខ្ញុំសូមទោសដែរដែលមានការជជែកគ្នាអំបញ្ញមិញខ្ញុំគ្រាន់តែចង់បញ្ជាក់ថាខ្ញុំបានអនុញ្ញាតឲ្យអាដាមទាំងពីរបានឆ្លើយឆ្លងគ្នាហើយខ្ញុំគ្រាន់តែអាននៅអ្វីដែលជាការបកស្រាយរបស់អ្នកច្បាប់ហើយនឹងអ្វីដែលមានចែងក្នុងរដ្ឋធម្មនុញ្ញខ្ញុំបានជម្រាបឲ្យអាដាមទាំងពីរហើយថាខ្ញុំមានច្បាប់នឹងខ្ញុំនឹងអាននៅពេលបន្តិចទៀតខ្ញុំបានជម្រាបឲ្យអាដាមហើយប្រហែលជាអាដាមមិនបានស្ដាប់ខ្ញុំមានរួចហើយខ្ញុំប្រាប់អាដាម2ដងតាំងពីអាដាមបង្ហាញលើកទី1ខ្ញុំថាខ្ញុំមានហើយ
ខ្ញុំក៏ត្រៀមខ្លួនដែរសម្រាប់ធ្វើពិធីយប់នេះបាទខ្ញុំគ្រាន់តែចង់បញ្ជាក់ថាតើឥឡូវយើងឈានចូលដល់ចំណុចមួយទៀតការបកស្រាយរវាងភាគីទាំងសងខាងគឺជាការបកស្រាយឲ្យប៉ុន្តែយើងដឹងហើយនៅពេលកន្លងមកនេះរដ្ឋាភិបាលកម្ពុជានៅពេលដែលមានចំនួនរវាងប្រទេសកម្ពុជានិងថៃយើងបានប្តឹងទៅតុលាការក្រុងឡាអេដើម្បីឲ្យបកស្រាយសាលក្រមឆ្នាំ1963ដូច្នេះនៅពេលដែលយើងមានបញ្ហាយើងមិនបានអនុញ្ញាតឲ្យភាគីដែលពាក់ព័ន្ធនៅក្នុងរឿងនេះបកស្រាយទេអាដាមខ្ញុំសូមយើងច្បាស់ឲ្យកុំនិយាយហួសពីនឹងអាដាមខាតពេលរបស់យើងមិនខាតពេលអាដាមខ្ញុំជាអ្នកគ្រប់គ្រងកម្មវិធីអាដាមទីនេះមិនមែនរដ្ឋសភាអាដាមសូមទៅអាដាមសូមបិទសម្លេងគាត់បាទអាដាមខ្ញុំកំពុងតែដឹកនាំកម្មវិធីប្រជុំនេះអាដាមពិភាក្សានេះបាទនៅពេលដែលកម្ពុជាហើយនឹងថៃមានចំនួនជាមួយគ្នាគេមិនបានអនុញ្ញាតឲ្យភាគីដែលពាក់ព័ន្ធបកស្រាយទេគេបានប្តឹងទៅតុលាការអន្តរជាតិទៅវិញដូច្នេះសំណួរខ្ញុំសួរអាដាមថាតើបើសិនជាអាដាមទាំងពីរមានការបកស្រាយខុសគ្នាបែបនេះតើយើងទៅរកស្ថាប័នឯករាជ្យណាមួយដើម្បីបកស្រាយបានបាទសូមជួយអាដាមខ្ញុំជើងអាដាមសុនឆៃចាំខ្ញុំនិយាយពីក្រោយម្ដងអូខេខ្ញុំជើងអាដាមថាជាការបកស្រាយនិយាយឲ្យមែនទៅសូម្បីតែតុលាការដែលយើងគ្មានជំនឿនៅក្នុងប្រទេសកម្ពុជាយើងក្រុមប្រឹក្សាធម្មនុញ្ញនោះដែលសមាជិកសិទ្ធិគណៈបព្វជិជនក៏គេបកស្រាយដោយអ្វីដែលជាអ្នកច្បាប់បានបញ្ជាក់ឲ្យបាញ់នឹងដែរអត់មានអ្វីខុសគ្នាទេប៉ុន្តែអ្វីដែលកើតមាននៅស្រុកយើងនឹងគឺអ្នកដែលមានអំណាចខ្លាំងគឺគាត់ចាំប្រើអំណាចនឹងរំលោភច្បាប់នឹងឯងដែលជាបញ្ហាដូច្នេះបានខ្ញុំថាដូចជាករណីឥឡូវហ្នឹងករណីដែលយើងពាក់ព័ន្ធទៅនឹងការរកយុត្តិធម៌ពាក់ព័ន្ធនឹងការបោះឆ្នោតហ្នឹងបាទចេះតែបខំឲ្យយើងទៅដោះស្រាយជាមួយនឹងគោជបហើយក្នុងពេលដែលទាំងអស់គ្នាឃើញតែគោជបនោះដែលរួមគំនិតប្រព្រឹត្តខុសនោះតើឲ្យយើងទៅសុខចិត្តទៅធ្វើការនៅក្រោមការដោះស្រាយរបស់គោជបយ៉ាងម៉េចអានឹងជាការពិតតើយើងអាចទទួលបានឬអត់ដូច្នេះបានជាគណៈបកសង្គ្រោះជាតិថាបើវាមានបញ្ហាដែលធ្វើឲ្យលំបាកនេះហើយក៏បញ្ហាដែលយើងចូលប្រជុំមិនមែនយើងជាគណៈបកមួយអង្គុយចាំតែងមិនចូលប្រជុំឲ្យមានការរៀបរៀងទេក៏ប៉ុន្តែវាជាហេតុការណ៍មួយដើម្បីយើងយកសិទ្ធិនឹងដើម្បីឲ្យមានការដោះស្រាយរោគយុត្តិធម៌ជូនប្រជារាស្ត្រខ្មែរជាមុនសិនហើយការដោះស្រាយនឹងយើងបានស្នើឲ្យអង្គការសហប្រជាជាតិដើម្បីលោកធ្វើការស៊ើបអង្កេតដឹកនាំស៊ើបអង្កេតទៅពីព្រោះ30វិនាទីអាដាមដោយសារអង្គការសហប្រជាជាតិក៏មានសិទ្ធិផ្លូវការនៅក្នុងប្រទេសកម្ពុជាដែរក្នុងការការពារសិទ្ធិរបស់ប្រជាពលរដ្ឋខ្មែរហើយយើងថាបើយើងឲ្យអង្គការសហប្រជាជាតិលោកធ្វើការអង្កេតហើយបើលោកឃើញរកឃើញយ៉ាងណារួមជាមួយនឹងអង្គការសង្គមស៊ីវិលទាំងឡាយដែលរកឃើញថាទេគណៈបកប្រជាជនមកទៅឈ្នះក្នុងកម្រិតហ្នឹងហើយអានោះយើងទទួលស្គាល់សេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិដែលមានការស៊ើបអង្កេតតាមចំនួនបច្ចុប្បន្នអាដាមមានពេលមួយនាទីកន្លះសូមអរគុណណាស់មួយនាទីកន្លះមួយនាទីកន្លះដូចគ្នាអាដាមបើចង់ស្មើគ្នាអាដាមស្មើគ្នាបាទណែមិននាទីកន្លះទេមិញច្រើនជាងនឹងមួយនាទីកន្លះគាត់អាដាមចេះយើងអាចទៀងក្រោយនេះបានខ្លីទេអាដាមសុនឆៃមិញគាត់លើថាខ្ញុំប្រើពាក្យភ្នោរដ្ឋាភិបាលខ្ញុំទទួលយកប៉ុន្តែស្អីដែលអាដាមសុនឆៃមិននិយាយគាត់ឲ្យក្តោខ្ញុំក្នុងរដ្ឋាភិបាលគាត់ប្រើពាក្យនៅក្នុងការបាទខ្ញុំនិយាយអីគាត់ប្រើមិនប្រើពាក្យអាពាក្យហ្នឹងពិតមែនគាត់ឲ្យ brother fair គាត់ធ្វើជាដាក់ខ្ញុំអាហ្នឹងប្រែមកថាអញ្ចឹងបាទណាខ្ញុំអត់មានខឹងអីទេគ្រាន់ថាអត់បានធ្វើនេះមិនសមគួរក្នុងការផ្សាយវិទ្យុអាដាមព្រោះរឿងហ្នឹងគាត់ធ្វើអញ្ចឹងមែនហើយគេមានទូផ្សាយមានហើយ brother fair គេមានហើយហើយអាដាមចង់ឃើញមានទៀតគេបង្ហាញបានហើយអាដាមចង់បានអីណាក៏បានដែរហ្នឹងហើយអាហ្នឹងទី1ទី2ខ្ញុំចង់និយាយថាយើងនៅក្នុងប្រទេសកម្ពុជាយើងមានច្បាប់ទម្លាប់របស់យើងបានចងក្រងជាយន្តការដោះស្រាយបញ្ហានៅក្នុងវិវាទបោះឆ្នោតចឹងហើយបើសិនជាយើងគោរពអធិបតេយ្យភាពរបស់ជាតិគោរពច្បាប់ទម្លាប់របស់ជាតិហើយយើងជាជាតិខ្មែរយើងត្រូវអនុវត្តអាហ្នឹងហើយយើងត្រូវម្នាក់ត្រូវនៅក្រោមច្បាប់ប្រជាប្រដ្ឋយើងបោះឆ្នោតដោយគណៈបកទាំងពីរនេះក្នុងតំណាងនៅក្នុងរដ្ឋាភិបាលគឺបានគេថាចង់ឲ្យយើងរៀបចំប្រទេសជាតិអង្គុយធ្វើការជាមួយគ្នាមិនមែនចោទប្រកាន់គ្នាទេណាចឹងហើយលទ្ធផលនៃការបោះឆ្នោតនេះជាលទ្ធផលល្អបំផុតសម្រាប់អនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាខ្ញុំយល់ថារឿងច្រើនណាស់អាដាមដែលលើកអាដាមសុនឆៃលើកមិញនេះគឺមិនពិតប្រាកដនៅក្នុងការវិវត្តដែលយើងបានធ្វើកន្លងមកនៅក្នុងអាណត្តិទី4គឺគេមានលំដាប់ដោយសរសេរអញ្ចឹងធ្វើអីខ្លះហើយត្រូវការអីខ្លះនឹងឲ្យឯកសារហ្នឹងយើងមាននៅក្នុង website របស់រដ្ឋាភិបាលស្អីដែលយើងធ្វើកន្លងមកអញ្ចឹងឆៃមើលទៅក្នុងហ្នឹងទៅហើយមួយទៀតគេសរសេរច្បាស់ណាស់គេថាចេះ
គេថាសម័យប្រជុំដំបូងសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៅថ្ងៃ24កញ្ញា08ហ្នឹងលោកបានធ្វើជាអធិបតីអ្នកតំណាងរាស្ត្រ119នាក់នេះទៅសេច្បាស់បន្តមកទៀតគេធ្វើអីប្រកាសសុពលភាពតំណាងរាស្ត្រឯកឧត្តមជាសុតព្រឹទ្ធសមាជិកនេះធ្វើថ្ងៃណា24កញ្ញាបាទយើងអស់ម៉ោងត្រឹមហ្នឹង យើងបាននិយាយចាំថានេះវាជាបញ្ជាក់ច្បាស់ចឹងហើយស្អីដែលនិយាយនេះវាមិនបានឆ្លើយឆ្លុំចាំងស្អីដែលឯកឧត្តមសុនឆៃថាទេព្រោះទីតសេនេះអានេះចេញវិរដ្ឋាភិបាលមកដំណើរការបរដ្ឋាភិបាលប្រជាជននៅសរសេរនោះបាទយើងអស់តអរគុណឯកឧត្តមសុនឆៃបាទសូមអរគុណឯកឧត្តមសុនឆៃក្រុមនេះសូមទោសលោកអ្នកស្ដាប់ទាំងអស់ដែរដែលយើងកិច្ចពិភាក្សាពេលនេះវាគ្មិនហាក់ដូចជាមិនសូវស្ដាប់តាមការគ្រប់គ្រងរបស់ខ្ញុំបាទសោះសង្ឃឹមថាអាដាមលើកក្រោយពេលចូលមកសូមមេត្តាគោរពតាមការគ្រប់គ្រងពិធីនេះរបស់ខ្ញុំបាទនេះបើសិននេះគ្រប់គ្រងលំអៀងវាអញ្ចឹងហើយបាទកុំឲ្យគ្រប់គ្រងលំអៀងសូមទោសអាដាមសូមទោសអាដាមដល់ពេលបញ្ចប់ហើយបាទកម្មវិធីផ្សាយរបស់យើងនៅពេលនេះសូមបញ្ចប់តែត្រឹមនេះបាទសូមអរគុណនិងសូមជម្រាបលាបាទ